ទៀនខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំប្រកាសណាចាស់គ្រប់ព្រះអង្គនិងជំរាបសួរដល់លោកយាយលោកតាបងប្អូនទាំងអស់ដែលតែងតែទស្សនាខ្សែវីដេអូរបស់ខ្ញុំប្រកាសណាខ្ញុំបាទនៅក្នុងថ្ងៃនេះគឺអត់បានតមេរៀននៅធម្មវិន័យថ្នាក់ត្រីតួឯកទេហើយនេះគឺនៅសល់ពេលប្រហែលជាជាង10ថ្ងៃទៀតយើងនឹងចូលដល់កម្មវិធីបុណ្យចូលឆ្នាំណាចូលឆ្នាំថ្មីរបស់យើងអញ្ចឹងនៅក្នុងថ្ងៃនេះក៏នឹកណោកចង់ធ្វើវីដេអូមួយទាក់ទងនឹងកម្មវិធីបុណ្យចូលឆ្នាំបុណ្យចូលឆ្នាំថ្មីដែលយើងហៅពាក្យសំស្ក្រឹតមួយថាសង្ក្រាន្តគឺផ្ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីយើងតែងតែធ្វើនៅទំនៀមទម្លាប់ប្រពៃណីជាច្រើនសម្រាប់ខ្មែរយើងណាសម្រាប់ខ្មែរតែជាទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ឯសម្រាប់បរទេសអានឹងជារឿងផ្សេងដទៃមួយទៀតតែសម្រាប់ជាតិខ្មែរយើងតែងតែធ្វើដោយជាប់មិនដាច់នៅរដូវកាលចូលឆ្នាំបើសម្រាប់កូនចៅចិនគឺរាប់ចាប់តាំងពីថ្ងៃទី1ខែមេសារៀងទៅគឺគេហៅថាធ្វើកម្មវិធីឆេងម៉េងប៉ុន្តែនេះទៀនខ្ញុំកណាខ្ញុំបានមិនបកស្រាយទេអញ្ចឹងលើកយកចំណែកខ្មែរយើងមិនឆេងម៉េងទេប៉ុន្តែប្រពកម្មវិធីប៉ាំងស្កូលមុនចូលឆ្នាំយើងហៅបាំងស្កូលតាមពិតបុណ្យនេះគឺបុណ្យតក្កណានុប្ទានដែលយើងធ្វើដើម្បីឧទ្ទិសជូនទៅដល់អ្នកស្លាប់ណាដែលយើងធ្វើមុនចូលឆ្នាំណាថ្ងៃចូលឆ្នាំអានឹងយើងធ្វើទៀតយើងមានការរាប់បាតព្រះសង្ឃពូនភ្នំខ្សាច់អីចឹងទៅអានឹងមានទៀតប៉ុន្តែនេះយើងថាមុនចូលឆ្នាំចោះទិដ្ឋភាពមុនចូលឆ្នាំដែលកូនចៅចិនហៅថាឆេងម៉េងឯយើងហៅថាបាំងស្កូលតាមពិតធ្វើតក្កណានុប្បទានហើយក្នុងតក្កណានុប្បទាននោះផងដែរក៏មានតក្កណាទាននៅភ្ជាប់នោះផងដែរប៉ុន្តែតក្កណាទាននោះយើងអត់ដែលសូវប្រើទេយើងច្រើនប្រើថាធ្វើបុណ្យបច្ច័យ4ធ្វើបុណ្យបច្ច័យ4ព្រោះតក្កណានុប្បទានសម្រាប់អ្នកស្លាប់បច្ច័យ4សម្រាប់អ្នករស់ហើយមួយទៀតធ្វើបុណ្យបច្ច័យ4សម្រាប់ជូនអ្នកស្លាប់ហើយអ្នករស់ហ្នឹងក៏បច្ច័យ4ដែរតាមពិតនៃនេះគឺតក្កណានុប្បទានដែលឧទ្ទិសជូនទៅដល់អ្នកស្លាប់ឯតក្កណាទានដែលធ្វើទានឬក៏អំណោយឲ្យដល់អ្នកដែលមានជីវិតរស់ជីវិតរស់នៅកាលណាយើងឲ្យដល់អ្នកមានជីវិតរស់នៅចឹងយើងក៏ឧទ្ទិសណាបុណ្យកុសលនេះជូនទៅដល់អ្នកស្លាប់ដោយតក្កណានុប្បទានมันមានអង្គ3ទី1ទិសេនៈណាទិសេនៈហ្នឹងគឺហៅចំឈ្មោះហើយទី2ទៀតមានអីមានប្រសង់ឬក៏អ្នកមានសិលណាមានប្រសង់ឬក៏អ្នកមានសិលអីចឹងទៅហ្នឹងណាដល់អញ្ចឹងយើងធ្វើទៅឧទ្ទិសជូនទៅដល់អ្នកស្លាប់នឹងមកចំណែកណាហើយមានអ្នកទទួលនៅអីហ្នឹងហ្នឹងអញ្ចឹងតក្កណានុប្បទានលើកពីមកប៉ុណ្ណឹងជាឧទាហរណ៍ណាជាឧទាហរណ៍ដល់ចំណុចមួយនេះដែលទានខ្ញុំណាខ្ញុំបាទចង់លើកនេះគឺលើកចំពោះយើងធ្វើមុនចូលឆ្នាំហើយយើងតែងតែធ្វើព្រះរស់ព្រះមានពវៀនព្រះមានពវៀនហ្នឹងព្រោះ
លោកយាយលោកតាបងប្អូនខ្លះគាត់អត់សូវគិតគូរច្រើនទេពេលដែលគាត់នៅវ័យអាចថាធ្វើបនបានអញ្ចឹងយើងនិយាយភាសាអញ្ចឹងទៅគាត់អត់សូវធ្វើទេគាត់សង្ឃឹមចាំកូនគាត់ធ្វើឲ្យប៉ុន្តែក៏មានមួយចំនួនដែរកូនភាគច្រើនហ្នឹងក៏រលឹកនឹកដល់ថាមុនចូលឆ្នាំឬក៏ចូលឆ្នាំជុំបិណ្ឌឬក៏កម្មវិធីនានាទៅរលឹកនឹកឃើញដល់ឪពុកម្ដាយឬក៏អ្នកមានគុណអីក៏គូក្ដីច្រើនហ្នឹងទៅណាប៉ុន្តែកូនខ្លះហ្នឹងក៏ហាក់ដូចជាច្រអូសបន្តិចមិនច្រអូសអីទេគាត់គ្រាន់តែថាឧទាហរណ៍ភាសាយើងអ្នកស្រុកខ្ញុំនិយាយថាបើភ្នោនៅផ្ទះណាធ្វើអ្នកនឹងទៅអ្នកធ្វើនោះនិយាយអញ្ចឹងក៏វាអត់វាខុសអីដែរវាត្រូវអត់មានខុសទេវាត្រូវមែនបើមកតាមគំនិតខ្ញុំគិតថាបើអញ្ចឹងភ្នោគាត់ដាក់លើដីណាគេទាំងអស់ហ្នឹងឲ្យមកអានឹងទាំងអស់មកអាអ្នកដែលវាអត់ភ្នោហ្នឹងមិនបាច់យកទេអាហ្នឹងអញ្ចឹងទៅហ្មងទៅហើយមានកូនចៅមួយចំនួនទៀតក៏គាត់ភ្ញាក់កណើតកើតកណិតគាត់នឹកឃើញថាឪពុកម្ដាយគាត់ដែលកាលរស់នៅចែកនៅទ្រព្យសម្បត្តិឲ្យគាត់នោះគាត់នឹកឃើញគ្នាគាត់បងប្អូន2 3នាក់អីចឹងទៅគាត់ស្រាក់លុយគ្នា500ក្តា50000ក្តី50000ម្នាក់អញ្ចឹងទៅគាត់និមន្តព្រះសង្ឃអីចឹងទៅ4 5អង្គអីចឹងទៅធ្វើចង្ហាន់នាយណាអីខ្លះចឹងទៅហើយប្រាប់ចាស់អី3 4 5នាក់អីចឹងទៅគាត់មកធ្វើកម្មវិធីប៉ាំងស្កូឬក៏យើងថាតក្កណានុប្រទាននេះជូនទៅដល់ឧទ្ទិសជូនទៅដល់ឪពុកម្ដាយគាត់មិនត្រឹមតែប៉ុណ្ណោះទេគាត់ធ្វើតក្កណាទានទៀតគាត់មានជូនសម្លជូនចំណីអាហារជូនដល់អ្នកនៅរស់ល្ងុកល្ងាវនោះចាស់នោះបាសនាគាត់អាចធ្វើក្មេងទៀតគាត់អញ្ចឹងដែរហ្នឹងហើយគាត់ធ្វើបានប៉ុន្តែអ្នកខ្លះគាត់ថាអត់ធ្វើទេមិនធ្វើទេធ្វើតែណានឹងទៅផ្ដើមទៅអញ្ចឹងវាអត់មានអីខុសទេអានឹងវាជាមតិឬថាជាទម្លាប់មួយដែលយើងតែងតែធ្វើយើងថាធ្វើអីតើមានអ្នកផ្ដើមអញ្ចឹងណាតែពិតយើងរួមគ្នាទៅព្រោះម្ដាយឪពុកយើងអ្នកបង្កើតឲ្យផ្ដល់កំណើតឲ្យយើងនឹងដែរគាត់មិនលើកខ្វះគ្នាណាគាត់ធ្វើទៅអាហ្នឹងមកចំណែកចោះហើយមួយទៀតយើងភ្ជាប់ជាមួយពាក្យថាដែលខ្ញុំលើកយកពាក្យថាព្រះរស់នោះណាព្រះរស់នេះសម្រាប់ចូលឆ្នាំមានថ្ងៃមួយហៅថាថ្ងៃឡើងស័កថ្ងៃឡើងស័កនេះយើងកន្លែងខ្លះយើងថាជាថ្ងៃស្រង់ព្រះណាហ្នឹងហើយស្រង់ព្រះប៉ុន្តែស្រង់ព្រះកាលពីជំនាន់ពុទ្ធកាលនោះគឺព្រះពុទ្ធប្រសង់នឹងមែនតែម្ដងនាពេលបច្ចុប្បន្ននេះក៏ធ្វើយ៉ាងដែរណាស្រង់ព្រះពុទ្ធរូបហើយស្រង់ប្រសង់ប៉ុន្តែព្រះមួយដែលយើងត្រូវនឹកឃើញជារៀងរាល់ថ្ងៃភាគច្រើននឹកឃើញទៅពេលលំបាកនោះនឹកឃើញពេលលំបាកនោះនិយាយទៅចង់សើចមិនមានព្រះនឹកឃើញពេលលំបាកមានព្រះអីដែលនឹកឃើញពេលលំបាកបើឡាយចង់សួរឲ្យមានអ្នកឆ្លើយប៉ុន្តែធ្វើវីដេអូអញ្ចឹងមានអ្នកឆ្លើយក៏បានដែរដកទៅហើមបន្តិចដើម្បីឲ្យមានគីឡូមានអ្នកឆ្លើយហ្នឹងហើយព្រះដែលនឹកឃើញពេលលំបាកហ្នឹងព្រះម៉ែព្រះឪនោះពេលដែលគេសប្បាយគេមិនសូវនឹកឃើញទេចាំបើតែមានទុកអាហ្នឹងនឹកឃើញអើយគុណម៉ែគុណឪហើយបានរបស់ឆ្ងាញ់ហ្នឹងពេលខ្លះក៏អត់សូវនឹកឃើញម៉ែឪដែរហ្នឹងហើយចាំមករបស់មិនសូវឆ្ងាញ់ហ្នឹងចេះនឹកឃើញទៅព្រោះនឹកឃើញទៅបានទៅលេងផ្ទះម៉ែផ្ទះឪទៅផ្ទះម៉ែផ្ទះឪនៅចិត្តទៅជួយហូបរបស់ដែលម៉ែឪឆ្ងាញ់ហ្នឹងពេលខ្លះទៅយកកូនទៅផ្ញើអត់បានផ្ញើលុយម៉ែឪអស់លុយទៀតអញ្ចឹងក៏មានដែរណាហ្នឹងអញ្ចឹងគឺស្រោចទឹកម្ដាយឪពុកហ្នឹងហើយម្ដាយឪពុកហ្នឹងមិនទាន់តែគាត់ស
សុំសិលទេព្រោះគាត់អត់សុំសិលក៏គាត់បង្កើតយើងដែរគាត់ផ្ដល់កំណើតឲ្យយើងដែរអញ្ចឹងយើងរៀបចំមកមានបងប្អូន2 3នាក់ទៅនឹងអ្នកដែលមានម្ដាយឪពុកនៅរស់ទេបើអ្នកដែលស្លាប់ឪពុកម្ដាយហើយទៅធ្វើនៅវត្តទៅសងប្រសងមីងមីអ៊ំអីចឹងទៅធ្វើតាមសមគួរទៅប៉ុន្តែអ្នកដែលមានឪពុកម្ដាយនៅរស់អ្នកនឹងមានសំណាងហើយហ្នឹងហើយអញ្ចឹងយើងធ្វើទៅដាក់ទឹកនៅមុខនឹងចាំតែមុនប្រសងអីព្រោះការដែលគាត់សើយើងមិនដែលមុនលោកមកផងបើមុនលោកមកទៀតរឹងរឹតតែភាសាមានអាចារ្យមានអីចឹងទៅមកទៀតនឹងរឹងរឹតតែភាសាតែបើអត់ទេយើងធ្វើទៅបងប្អូនយើងនឹងជុំគ្នាទៅដាក់ទៅទឹកមកកធុង2កធុងអញ្ចឹងទៅមានផ្កាឈូកមានទឹកអប់អីចឹងមកដាក់ឲ្យគាត់អង្គុយលើតុលើកៅអីអីឬក៏លើគ្រែអីសំរុំអញ្ចឹងទៅទាំងអស់គ្នាហ្នឹងកូនចៅហ្នឹងបត់ជើងទៅថ្វាយអង្គមទៅសុំកម្មាទោសពីគាត់ទៅអីទៅអញ្ចឹងទៅណាប៉ុន្តែពេលខ្លះនិយាយសុំទោសម៉ែមិនសូវកើតទេអាពេលនៅសបាយចាំមើលអាពេលមានទុកហ្នឹងអាពិសេសជាងគេពេលងាប់ម៉ែងាប់ណាស់និយាយពីសុំទោសឪពុកម្ដាយហ្នឹងច្រើនហើយមានទំនៀមទម្លាប់ច្រើនលើសម្រាប់ធ្វើស្ពានឲ្យម្ដាយឪពុកឆ្លងហ្នឹងហើយពេលហែសពអញ្ចឹងណានៅខាងក្រោមអញ្ចឹងស្ពានថាគេទៅស្ពានអញ្ចឹងណាប៉ុន្តែនៅរួមសិនណាចង់ធ្វើស្ពានទេហ្នឹងហើយសិនណាចង់ទេបួលធ្វើបនឪពុកម៉ែម៉ែអត់ទាន់ចាំពុកម៉ែឈឺធ្វើសង្ឃទានគាត់មិនទាន់ទេពេលអ្នកខ្លះធ្វើសង្ឃទានឲ្យគាត់ហើយទិញប្រឡងមកធ្វើសង្ឃទានណាហ៊ានប្រគេនប្រឡងទៅលោកទៀតទុកសគួរតដល់គាត់ងាប់អស់បានប្រគេនសរុបហ្មងហ្នឹងចឹងទៅនឹងមានអញ្ចឹងហ្នឹងហើយខ្ញុំនិយាយធ្វើវីដេអូនេះចូលឆ្នាំនេះប៉ុន្តែគេហាក់ដូចជាមិនថាកំ pl ែងទេបានរឿងពិតវាអញ្ចឹងមែនរឿងពិតវាអញ្ចឹងមែនហ្នឹងហើយហើយអញ្ចឹងសម្រាប់បដាឪពុកដែលបើពេលខ្លះក៏លោកថាម្ដាយឪពុកនៅម្ដាយធ្វើម្ដាយទៅនៅឪពុកធ្វើឪពុកទៅហើយបើអត់ទេគិតគូរទៀតចាំគិតគូរទៀតមើលបងមើលអីយើងអាចធ្វើបានក៏ធ្វើទៅបើធ្វើមិនបានទេធ្វើម៉េចតាមតាណាទៅហ្នឹងហើយតាមតាណាទៅប៉ុន្តែនៃនេះខ្ញុំចង់បញ្ជាក់ថាអ្នកដែលមានម្ដាយឪពុកនៅហ្នឹងគឺល្អពិសេសហើយហ្នឹងហើយធ្វើទៅស្រែកគាត់ទៅហើយកម្មាទោសគាត់ទៅថ្វាយអង្គមមេដងពុកឲ្យម៉ែឲ្យកូនសុំនិយាយពាក្យធម្មតាអញ្ចឹងទៅសុំអភ័យទោសពីពុកពីម៉ែដែលកូនបានធ្វើខុសកន្លងមកហើយនេះអីចឹងទៅណាហ្នឹងវាcònស្ដារខ្លះទឹកភ្នែកម៉ែជ្រោះជ្រៅល្វឹងល្វើយណាហែលមិនរួចឡើយណាចម្រៀងរបស់លោកតាសិនស៊ីសមុទ្រណាហើយរឿងពិតវាចឹងមែនក្នុងពុទ្ធសាសនាព្រមម្ដាយមានអនន្តគុណអ្នកមានគុណហ្នឹងមានអនន្តគុណអនេកគុណអនន្តគុណនៃផ្សេងហ្នឹងរាប់ប្រមាណស្មានត្រូវហ្នឹងអាហ្នឹងយើងគិតដល់ចំណុចហ្នឹងអញ្ចឹងយើងថ្វាយអង្គមទៅសុំអភ័យទោសពីគាត់ទៅរួចហើយសុំគាត់ស្រែកទឹកទៅបើមានលុយទេជូនគាត់ទៅស្រួលជូនហើយគាត់ជូនមកយើងវិញទេហ្នឹងហើយបើគាត់មិនជូនទេក៏ហីទៅនៅជូនទៅប៉ុន្តែចៅគាត់មកដែរកូនរបស់នឹងមកដែរគាត់ក៏ឲ្យចៅវិញអញ្ចឹងទៅអាហ្នឹងអញ្ចឹងអាហ្នឹងខ្ញុំធ្វើវីដេអូមួយហ្នឹងហាក់ដូចជាលងសងបន្តិចប៉ុន្តែនៃនេះគឺចង់បញ្ជាក់ថាយើងធ្វើនេះមុនចូលឆ្នាំបើយើងបានធ្វើជារៀងរាល់ថ្ងៃអានឹងវាល្អហើយដូចម្ដាយឪពុកយើងចិញ្ចឹមយើងតាំងពីកូនការកូនង៉ែតមកណារហូតមកនឹងយើងធ្វើបានរាល់ថ្ងៃវាប្រសើរហើយប៉ុន្តែក៏លុះរាល់ថ្ងៃម៉ែឲ្យដាំបាយឲ្យកូនស៊ីវិញណាដងទៅឲ្យកូនងូតវិញណាអានឹងអញ្ចឹងយើងធ្វើចូលឆ្នាំទៅមួយឆ្នាំម្ដងអីចឹងទៅវាគ្រាន់បើកុំឲ្យវាទៅទេសោះកុំឲ្យម្ដាយឪពុកងាប់ទៅបានរៀបចំដណ្ដើមគ្នាដោះលៀងចង្អានណាអាហ្នឹងវាអត់កើតទេអាហ្នឹងណាអាហ្នឹងអញ្ចឹងប្រគុណច្រើនហើយវីដេអូនេះមិនកាត់មិនអីទេថតហើយផុសឲ្យតែយកតែម្ដងណាអញ្ចឹងរាល់កំហុសខុសឆ្គងយ៉ាងណាយ៉ាងណីក្នុងការលើកនេះមិនមែនសម្ដែងទេគ្រាន់លើកមកជា
ហៅថាជាទស្សនៈទានមួយទេណាมันសំដែងមិនអីទេណាទៅនីតិនេះប្រគេនកណ្ណាគុណម្ចាស់សំដែងអំពីគុណពីអីទៅខ្ញុំកណ្ណាហ្នឹងគ្រាន់តែលើកអំពីលើកបែបទស្សនៈទានមុនចូលទស្សនភាពមុនចូលឆ្នាំទេណាព្រោះថាឃើញសម្រាប់កូនចៅចិនទៅឆេងម៉េងអីច្រើនមានឈូកខ្វាយមានអីអ្នកខ្លះទៅរិះគន់អីអាហ្នឹងវាជាទនាមទម្លាប់ដែលគេធ្វើទៅវាជាមានប្រយោជន៍ដល់គេបានគេធ្វើហើយសែនឆេងម៉េងហ្នឹងកាលពីមុនគេអត់ហៅពេលឥឡូវគេដឹងសែនអីហើយអញ្ចឹងគេកាប់ឈូកខ្វាយហ្នឹងមកចំហៀងមកខាងអញ្ចឹងទៅមានបបអញ្ចឹងគេយកមកប្រគេនព្រះសង្ឃទៀតទៅអ្នកខ្លះទៀតនិយាយដល់ថារបស់សែនប្រគេនមិនកើតទេអីលោកឆាន់មិនកើតទេមែនឆាន់មិនកើតមែនព្រោះអត់ប្រគេនតែបើប្រគេននេះឆាន់កើតហើយឲ្យបានក្នុងម៉ោង10កន្លះហ្នឹងឆាន់ទៅកុំឲ្យកន្លងវិកាលនឹងអញ្ចឹងទៅហ្នឹងហើយប្រគេនលោកឆាន់ទៅព្រោះជូរខ្វាយនេះមិនសូវមាននរណាឃើញប្រគេនលោកឲ្យដែរទេហ្នឹងហើយគេថាហ្នឹងលោកឆាន់កើតអូចឹងរបស់សែនបើថាអញ្ចឹងយើងទិញមកច្រើនទិញមួយមកទុកប្រគេនលោកមួយមកសែនតែ2អញ្ចឹងទៅឬក៏សែនតែ1អញ្ចឹងទៅដែលម្ដាយឪពុកតែ2នាក់សោះលេងជ្រូកខ្វៃ5ដល់លោកទៅបាំងស្គលឃើញជ្រូកខ្វៃហ្នឹងបាំងស្គលហើយហ្នឹងក៏ហើយអញ្ចឹងទៅហ្នឹងទៅពួកខ្ញុំធ្លាប់ចឹងដែរតែឃើញគេប្រគេនជ្រូកខ្វៃឲ្យឆាន់ដែរណាអញ្ចឹងប្រគុណច្រើនហើយលើខ្វះយ៉ាងណាក៏សូមខន្តីអភ័យទោសណាសូមថ្វាយគុំលានិងជម្រាបលា